អនុញ្ញាតគ្រប់នឹងជំរាបសួរពុកម៉ែបងប្អូនគ្នាសម្រាប់ម៉ូតេដែលបងកំពុងធ្វើបទបង្ហាញនេះជាម៉ូតេគម្រោងថ្មីបរិយាសានីពុកម៉ែបងប្អូនគ្នាទីតាំងបើកលក់នៅប្លុកវែងស្រេងម៉ូតេស្រស់ស្អាតបានទទឹង 4.1 ជម្រៅបាន10ម៉ែត្រពេញជាន់ក្រោមមានថែមជូនទូតាំងដេកក្រោមកាំងដដែលដ៏ស្រស់ស្អាតបែបនេះពុកម៉ែបងប្អូនគ្នាចង់ដឹងថាម៉ូតេស្រស់ស្អាតបែបណាបងអាចមើលវីដេអូនេះដល់ចប់ជាមួយនឹងខ្ញុំផ្ទាល់ពុកម៉ែបងប្អូនគ្នាសម្រាប់ផ្ទះនេះជាផ្ទះគម្រោងជាក់ស្ដែងហើយប្លុកទីតាំងនៅប្លុកវែងស្រេងបច្ចុប្បន្នខាងខ្ញុំកំពុងតែសម្រុកសំណង់ក្នុងការសាងសង់បុរីជាក់ស្ដែងប្រភេទផ្ទះពួកខ្ញុំសាងសង់ឡើងជាប្រភេទផ្ទះដែលដេកបើកមានន័យថាដេកលាតអញ្ចឹងពុកម៉ែបងប្អូនចូលមកឃើញសាច់កាំយដានៅខាងមុខជាក់ស្ដែងដូចផ្ទះគម្រោងនេះផ្ទាល់យើងបានបន្ទប់គេងចំនួន2បន្ទប់ទឹកចំនួន3បុរីមានថែមជូនទូតាំងដេកផ្ទះបាយលើក្រោមមួយឈុតដ៏ស្រស់ស្អាតមានបំពាក់បំពូល LED ហើយយ៉ាងស្រស់ស្អាតបែបនេះពុកម៉ែបងប្អូនគ្នាអញ្ចឹងដោយសារតែផ្ទះនេះយើងបានពីបន្ទប់គេងហើយប្លង់សេពីស្លាប់ពេញជាន់ក្រោមបានបន្ទប់ទឹកដ៏ស្រស់ស្អាតមួយដែរសម្រាប់បន្ទប់ទឹកនេះពួកខ្ញុំរៀងនៅខាងក្រោមយើងគិតថារៀងទូចបន្តិចដោយសារតែបន្ទប់ទឹកខាងក្រោមនេះខនាតនេះមិនមែនតែ10ម៉ែត្រទេអញ្ចឹងជាន់ក្រោមយើងរៀងស៊ី space បន្ទប់ទឹកដូចគ្នាហើយសម្រាប់បន្ទប់ខាងលើហក់មុខឲ្យនឹងលើក្រោយសម្រាប់ផ្ទះនឹងតជាន់លើបានដល់12ម៉ែត្រ30សម្រាប់ផ្ទះនេះស្រស់ស្អាតតែពុកម៉ែបងប្អូនគ្នាមានថែមជូនឡាបូសម្រាប់លាងចានឆ្នាំងសម្រាប់ប្រើប្រាស់ក្នុងផ្ទះទៀតហើយអំពូលបំពាក់ដោយអំពូល LED នៅក្នុងផ្ទះគម្រោងជាក់ស្ដែងបងដូចគ្នាទាំងអស់ពុកម៉ែបងប្អូនគ្នាហើយសាច់ខាងក្រោយនេះផ្ទះគម្រោងបរិយាសានីរបស់ខ្ញុំខាងក្រោយសល់ចាប់ពី1ម៉ែត្រទឹកឡើងពុកម៉ែបងប្អូនគ្នាមានថែមជូនលំងរៀបមកលេចក្បាលបែបនេះទៀតសម្រាប់គម្រោងបរិយាសានីមិនថាប្លុកការឋានថ្មីឬក៏ការឋានចាស់អញ្ចឹងទីតាំងនៅប្លុកវែងស្រេងនេះជាគម្រោងទី26របស់ពួកខ្ញុំហ្នឹងពុកម៉ែបងប្អូនគ្នាតកតងនឹងសំណង់ធានាជូននៅគុណភាពធានាជូននៅការសាងសង់ច្បាស់លាស់ហើយមួយទៀតពួកខ្ញុំមានចេញច្រើនគម្រោងដូចបងប្រាប់ដឹងអញ្ចឹងគ្រាន់តែទីតាំងនៅប្លុកវែងស្រេងនេះចូលគម្រោងទី26បាត់ទៅហើយដោយសារតែពួកខ្ញុំធ្លាប់មានគម្រោងផ្សេងនៅទីតាំងផ្សេងមានច្រើនលក់អស់ច្រើនដូចគ្នាបងប្អូនគ្នាតែតើគម្រោងពួកខ្ញុំអត់ដែលមានថាគម្រោងអត់សង់ទៀតជូនអតិថិជនទេមកទៀតស្អាតខាងលើមានថែមជូនផតចំនួន3បងប្អូនគ្នាក្រោប្រើជាប្រភេទក្រោគ្រឿងមានឡាបូមានកញ្ចក់ហើយមានឡាបូបែបនេះស្អាតៗបងប្អូនគ្នាសម្រាប់បន្ទប់ទឹកដូចផ្ទះគម្រោងដូចគ្នាតែដេកខាងលើនេះទៅជាក់វិញពួកខ្ញុំគ្រាន់តែដេកជាផ្ទះគម្រោងទេអញ្ចឹងជាន់លើយើងចូលមកលាបធម្មតាតើតោនឹងអំពូលភ្លើងហើយសម្ភារៈផ្សេងពួកខ្ញុំថែមជូនគ្រឿងអេឡិចត្រូនិកនៅក្នុងផ្ទះដូចអំពូលភ្លើងឬក៏ចង្ហាន់បូមក្លិននៅក្នុងបន្ទប់ទឹកពុកម៉ែបងប្អូនគ្នាហើយយកស្ដែងទៅផ្ទះគម្រោងនេះអតិថិជនក៏ទិញបាត់យូរហើយដោយសារតែពួកខ្ញុំត្រូវការផ្ទះទុកចោលបង្ហាញក៏ដូចជាប្រយោជន៍ជូនភ្ញៀវបានពួកខ្ញុំសុំជួលភ្ញៀវវិញអញ្ចឹងផ្ទះពីរស្លាប់យើងនៅសល់ជាន់លើមកតង់ទៀតជាន់លើស្រស់ស្អាតពុកម៉ែបងប្អូនគ្នាខាងខ្ញុំមានថែមជូនដបរូបមកតង់បាក់នេះទៀតអញ្ចឹងពេលបងជូននៅបងខ្លះគាត់ទុកដបរូបចឹងងាយគាត់ឬចេញគាត់ឡើងបន្ទប់គេគាត់ឡើងទ្វារយកមកពុកម៉ែបងប្អូនគ្នាអញ្ចឹងជាន់ក្រោយនេះជាបន្ទប់របស់សមាជិកគ្រួសារបងគេច្រើនហៅបន្ទប់កូនទូចនៅខាងក្រោយអញ្ចឹងខ្ញុំប្រើគ្រឿងនេះបែបដូចគ្នាទាំងអស់ពុកម៉ែបងប្អូនគ្នាទីតាំងនៅប្លុកវែងស្រេងសាងសង់បន្ទប់ទឹកម៉ូតដូចបែបហ្នឹងទាំងគ្នាដែរជាប្រភេទក្រោគ្រឿងពណ៌កម្ៅរៀងប្រភេទតែស្អាតហើយឌីកូខាងក្រោយនេះលាបដូចគ្នាពុកម៉ែបងប្អូនគ្នាហើយមួយទៀតបើសិនជាស្រឡាញ់ម៉ូឌីកូដូចពួកខ្ញុំបែបនេះអត់ជាបញ្ហាពួកខ្ញុំមានជាងស្រាប់នៅក្នុងបរិយារបស់ពួកខ្ញុំផ្ទាល់ដោយសារខ្ញុំថតកាមេរ៉ាគុណ1ចឹងនិយាយមើលទៅយើងទៅមិនតិចដោយសារបន្ទប់ក្រោយយើងបាន7 ម៉ែត្របាន3ម៉ែត្រជាងសុំថយមក0.5បែបនេះពុកម៉ែបងប្អូនគ្នាស្អាតតែឃើញទេបើល្មមអាត្រែបាន1ម៉ែត្រ30 1ម៉ែត្រ40ឬក៏កូនទូចឬក៏បងដែលមានសមាជិកគ្រួសារច្រើនអាចស្នាក់នៅបានហើយប៉ុន្តែមិនសមរម្យហើយក្នុងវីដេអូនេះខ្ញុំនិយាយតម្លៃពេញនៅទីតាំងប្លុកវែងស្រេងមានចាប់ពី 54,800 ឡើងតម្លៃបងប្រាក់នៅសល់តែ 49,800 discount ជូន $5,000 ភ្លាមពុកម៉ែបងប្អូនគ្នាមកទៀតដល់សិក្សាបែបនេះអូណាបានទីតាំងនៅប្លុកវែងស្រេងសំខាន់ពុកម៉ែបងប្អូនគ្នាមើលតែកែងចំណេញទៀតតែកែងអត់20ហើយបានប្រអួយ5គ្រាប់សងខាងពុកម៉ែបងប្អូនគ្នាអញ្ចឹងតែកែងនេះឌីសាពួកខ្ញុំឌីកូបានប្រឡោះនេះអញ្ចឹងកន្លែងអត់មានប្រអួយទេហើយមួយទៀតតែកែងបើសិនជាសល់ដីជំហៀងចំណេញហើយដែលមកតែកែងចំណេញកន្លែង space បន្ទប់បន្ទប់មេកូសានេះហក់ជំហៀងបាន4ទឹកអញ្ចឹងបន្ទប់លើនេះចូលមកទលាយស្លាស់ស្អាតថតកាមេរ៉ាគុណ0.5បានឃើញថាស្អាតហ្មងហ
mình sẽ thọt con muối hay dùng mưa thức kỹ bịch mình thà ăn khơi chạy thông này té chừng thọt con muối của khơi thông này còn tay bị kỹ camera về chắc là sân chỉ trong video nít của bạn còn nghe mình phải ca cho bạn tên là thì càng là lại xong đúng mà chạy tàu mà càng lấy tua Samsung bài muối bài tí của mũi Samsung 7 thì trong này video nhưng xong play nó có nó xong cột đi